វីដេអូនេះខ្ញុំនឹងណែនាំពុកម៉ែបងប្អូនទៅស្គាល់វត្តដ៏អស្ចារ្យមួយនៅឯខេត្តកំពង់ឆ្នាំងគឺជាវត្តចន្ទបជោតនារាមហៅវត្តតាសុតខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលអំពីហេដ្ឋារចនាសម្ព័ន្ធរួមទាំងសំណង់ការសាងសង់ផ្សេងនោះតើទិដ្ឋភាពខុសពីប្លែកពីវត្តធម្មតាយ៉ាងណាហើយវីដេអូនេះខ្ញុំនឹងធ្វើការថតដោយការប្រើដ្រូនតែម្ដងជឿជាក់ថាពុកម៉ែបងប្អូនយាយតាដែលតាមដានទស្សនាវីដេអូនេះហើយនឹងជក់ចិត្តសម្រាប់អ្នកដែលមិនទាន់បានទៅទេប្រកាសជាចង់ទៅលេងចង់ដឹងថាតើទិដ្ឋភាពយ៉ាងណាចឹងវីដេអូមួយនេះខ្ញុំនឹងបង្ហាញតាំងពីដើមរហូតដល់ចប់តែម្ដងដោយសារតែទីតាំងកន្លែងនេះបែងចែកជាពីរមានវត្តនិងកោះតោះតាមដានទស្សនាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងផ្ដើមវីដេអូដំបូងគឺចំជាមួយនឹងកន្លែងផ្ទះយាយជីដែលមានបងប្អូនយាយតាខ្លះគាត់ថាហៅថា resort យាយជីតាជីណាបាទកន្លែងនេះមូលហេតុដែលគាត់ដាក់ថាជា resort ដោយសារតែទីតាំងកន្លែងនេះស្អាតបាទស្អាតមែនតើបើសិនជាពុកម៉ែបងប្អូនយាយតាយើងបានមកអញ្ជើញមកផ្ទាល់ប្រកាសជាពេញចិត្តតែម្ដងជាពិសេសរួមជាមួយនឹងបរិយាកាសទេសភាពហើយនឹងការតុបតែងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺមានសោភ័ណភាពស្អាតមែនតើកន្លែងនេះគេហៅថាផ្ទះបាយប៉ុន្តែនឹងអាចផ្លាស់ប្ដូរជាកន្លែងផ្សេងទៀតក៏មិនទាន់ដឹងច្បាស់ដែរហើយកន្លែងនេះមានស្ពានមួយខ្សែដែលជាស្ពានឈើហើយខ្ពស់អញ្ចឹងហើយមានពុកម៉ែបងប្អូនភាគច្រើនដែលគាត់ហៅថាជាស្ពានអាកាសកន្លែងនេះមានកន្លែងមួយកន្លែងហ្នឹងគឺមានកៅអីអង្គុយ6សម្រាប់ឲ្យពុកម៉ែបងប្អូនដែលគាត់អញ្ជើញមកទស្សនាវត្តគាត់បានអង្គុយលេងតាមក្រោមម្លប់ដើមឈើអញ្ចឹងទៅកន្លែងនេះគឺអភិរក្សថែរក្សាដើមឈើបន្តិចហើយបើទោះជាដើមឈើហ្នឹងដុសចំជាមួយនឹងស្ពានក៏ត្រូវចោះស្ពានដើម្បីឲ្យដើមឈើនោះលូតឡើងមកដែរបើសិនជាមិនចាំបាច់គឺអត់កាប់ទេដើមឈើនៅទីតាំងកន្លែងនេះហើយស្ពានឈើមួយខ្សែនេះគឺភ្ជាប់ពីស្ពាននាគនៅឯស្ពាននាគធ្វើពីថ្មនៅជាប់ជាមួយបន្ទប់ទឹកនោះហើយតមកជាប់ជាមួយនឹងផ្ទះបាយអញ្ចឹងស្ពានហ្នឹងបើយើងថតពីលើទៅគឺទិដ្ឋភាពបែបនេះឯងខ្ញុំស្រួលមួយណាអញ្ចឹងកន្លែងនេះយើងអាចហៅថាជាសួនសត្វក៏បានដែរពីព្រោះថាសប្ងៃនេះគឺសម្បូរទៅដោយសត្វគ្រប់បែបយ៉ាងដូចជាកងានដូចជាមាន់ដូចជាកង្កោកឆ្លុះក្តាន់ទន្សាយគោមានច្រើននៅកន្លែងហ្នឹងណាបច្ចុប្បន្នគឺមានប៉ុណ្ណឹងហើយបន្តទៀតមិនដឹងថាត្រូវថែមសត្វអីមកបន្ថែមទៀតទេបាទអញ្ចឹងបងប្អូនយាយតាភាគច្រើនគាត់ហៅថាជាកន្លែងសួនសត្វហើយបរិវេណនេះគឺជាទីតាំងរោងឬក៏ហៅថាក្រោលគោបាទកន្លែងចិញ្ចឹមគោខុសប្លែកបន្តិចបាទវត្តកន្លែងនេះគឺយើងមានចិញ្ចឹមគោមានអីអញ្ចឹងដោយសារតែក្រោលនេះតូចពេកអញ្ចឹងហើយត្រូវបរិយមកទីតាំងបន្ថែមទៀតហើយគោនៅនេះគឺដូចជាគោពូអញ្ចឹងមើលទៅល្អមែនតើហើយពីមុនក៏មានគោម្នឹមដែរតែបានថ្វាយទៅព្រះមហាក្សត្ររួចហើយអញ្ចឹងឥឡូវខ្ញុំមកបង្ហាញអំពី resort របស់តាជីយាយជីម្ដងគឺកន្លែងនេះបាទកន្លែងនេះគឺផ្ទះតាជីចេះយាយជីណាហើយជាប់ហ្នឹងគឺផ្ទះតាជីកំពុងតែធ្វើដែលបងប្អូនយាយតាគាត់ហៅថា resort ហ្នឹងបាទដោយសារតែស្អាតមើលទៅមានទឹកមានអូមានអីទំនងដែរអញ្ចឹងហើយបាទគាត់ហៅថា resort តែម្ដងបាទនេះកន្លែងយាយជីគឺធ្វើរួចហើយបងប្អូនអត់ដឹងថាពុកម៉ែបងប្អូនហៅដូចខ្ញុំអត់ទេបើខាងស្រុកខ្ញុំហ្នឹងយើងហៅថាតាជីយាយជីឬក៏ហៅថាដូនជីអញ្ចឹងទៅបាទទៅតាមទម្លាប់ការហៅរបស់ស្រុកមួយណាអញ្ចឹងភាគច្រើនគឺខ្ញុំហៅតាជីយាយជីអញ្ចឹងនៅខាងខ្ញុំហើយអញ្ចឹងជាប់ពីកន្លែងផ្ទះរបស់យាយជីនេះគឺយើងនឹងទៅដល់ផ្ទះមួយរបស់តាជីនៅអែបនឹងដែរទេអញ្ចឹងគ្រាន់តែយើងឃើញត្រង់ត្រេងនេះគឺធ្វើសម្រាប់លោកយាយលោកតាដែលគាត់អញ្ជើញមកសមាធិពីព្រោះថានៅកន្លែងលើកោះនេះមានសាលាវិបស្សនាមួយដែរដែលកំពុងតែធ្វើហើយស្របគ្នាជាមួយនឹងផ្ទះទាំងពីរនេះក៏កំពុងតែធ្វើដូចគ្នាដើម្បីពេលបស្សនាត្រូវតែមកសម្រាកមកអីទីតាំងកន្លែងហ្នឹងចឹងយើងបែងចែកដាច់លោកយាយសម្រានផ្សេងបាទលោកតាសម្រានផ្សេងចេញពីនេះមកគឺជាអូចំណងកប៉ុន្តែកន្លែងនេះទីតាំងមុនគឺគេហៅថាតពាំងខ្លាត្រាំហ្នឹងហើយនឹងតាមសង្ឃនិកាព្រះអង្គប៉ុន្តែឥឡូវមិនមែនជាតពាំងទេវាទៅជាអូហើយដោយសារតែធំជាងមុននោះបាទព្រោះថាកន្លែងហ្នឹងត្រូវកាយដីកាយអីចេញអញ្ចឹងហើយធំជាងមុនភ្ជាប់ជាមួយនឹងអូចំណងកតែម្ដងនៅឯចុងនេះគឺយើងមានបលាំងធំមួយដែលខ្ញុំហៅថាបលាំងធំលក្ខណៈរបស់កន្លែងនេះគឺមានរូងភ្នំហើយនេះគឺជាស្ពានឥន្ទនូហើយកោះនេះគឺរាងកោងអញ្ចឹងហើយយើងធ្វើស្ពានធ្វើអីកោងទៅតាមហ្នឹងទៅបាទ
អញ្ចឹងនៅក្រោមបល្ល័ង្កធំហ្នឹងគឺមានរៀបចំជាលអាងភ្នំសពនិមិត្តបានន័យថារៀបស្តៀងជាមួយនឹងលអាងភ្នំតែម្ដងមានរូបសំណាក់មានរូបនាគមានរូបអីផ្សេងបាទដែលជាងគាត់កំពុងតែធ្វើការតបតែងលម្អបន្ថែមទៀតបងប្អូនយើងមើលលើនេះគឺស្អាតត្រួសទេចាំមើលបើសិនជាខាងក្រោមរួចរាល់វិញគឺស្អាតជាងកន្លែងនេះទៅទៀតបាទស្អាតខាងលើទៀតបានន័យថានៅខាងក្រោមស្អាតហើយប្លែកទៀតអញ្ចឹងយើងវល់មួយហើយផ្ទៃដីនៅខាងក្រោយនោះគឺមានអ្នកចិត្តខាងបាទខាងប្រជាជនពុទ្ធបរិស័ទហ្នឹងគឺគាត់បានត្រួសត្រាយស្អាតអស់ហើយនេះខ្ញុំវល់មួយនៅកន្លែងទីតាំងបល្ល័ង្កធំមកចុងកោះនេះមានព្រះពុទ្ធរូប8ព្រះអង្គបូករួមជាមួយនឹងព្រះពុទ្ធមួយព្រះអង្គទៀតនៅខាងក្រោមនោះសរុបទីតាំងកន្លែងនេះគឺ9ព្រះអង្គឥឡូវខ្ញុំហោះចេញមួយអញ្ចេះដើម្បីឲ្យបងប្អូនយើងក៏បានឃើញទេសនីយភាពបាទរូបភាពដ៏ស្រស់ស្អាតនៅទីតាំងកន្លែងនេះចេញពីនេះមកខ្ញុំនឹងទៅបង្ហាញអំពីសាលាវិបស្សនាដែលភ្ជាប់ជាមួយនឹងផ្ទះរបស់តាជីមិញហ្នឹងបាទគឺសាលាវិបស្សនានេះគឺកំពុងតែធ្វើបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលលោកយាយលោកតាដែលគាត់អញ្ជើញមករៀនវិបស្សនាកម្មដ្ឋានហើយហ្នឹងគឺទៅសម្រាប់នៅកន្លែងផ្ទះមិញហ្នឹងបាទគឺរៀបចំយ៉ាងល្អមែនតែម្ដងគឺហេដ្ឋារចនាសម្ព័ន្ធចំពោះកន្លែងនេះគឺហៅថាកោះប្រជុំទេពហើយកន្លែងដែលខ្ញុំពងបង្ហាញហ្នឹងគឺជាព្រះចេតិយសមរាត្រីដែលត្រៀមតម្កល់នៅព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធបាទអញ្ចឹងពិសេសមែនតើមានទាំងសាលាវិបស្សនាមានទាំងចេតិយរបស់ព្រះពុទ្ធហើយនៅទីតាំងកន្លែងនេះគឺមានថ្មមានអីរាយប៉ាយមានដើមឈើមានស្មៅមានកោះមានទឹកអីនេះបងប្អូនប្រហែលជាដឹងហើយទីតាំងនេះគឺជាកោះគោកធ្លកដែលតំណាងឲ្យនគរគោកធ្លកដែលតាមព្រេងកថាមកបងប្អូននិយាយតាដឹងហើយគឺមានព្រះពុទ្ធមួយព្រះអង្គមានសាវកហើយនិងសត្វតកួតបាទអញ្ចឹងអ្នកដែលធ្លាប់បានអានសិភៅអំពីប្រវត្តិកោះគោកធ្លកហ្នឹងគឺដឹងហើយបើសិនជាពុកម៉ែបងប្អូនយើងដែលគាត់មិនទាន់ដឹងទេអាចចូលទៅក្នុង Channel YouTube ទៅហើយ search ពាក្យថានគរគោកធ្លកទៅគេនឹងរៀបរាប់ប្រាប់អំពីដំណើរដើមតងបងប្អូននឹងប្រកាសជាយល់អំពីអត្ថន័យនៃការធ្វើកោះមួយនេះអញ្ចឹងនៅតាមហ្នឹងគឺមានដើមឈើមានស្មៅមានអីផ្កាស្រស់បំព្រមតែម្ដងកន្លែងនេះគឺជាស្ពានថ្មហើយមានដាក់រូបនរៈសង្ឃ2គូនៅជាប់ជាមួយនឹងស្ពាននឹងដែរបើយើងបង្ហាញពីនេះមានតោ4ទៀតនៅជាប់ជាមួយនឹងនរៈសង្ឃនេះទីតាំងកន្លែងនេះគឺជាអាស្រមចាស់របស់ព្រះអង្គច័ន្ទមនីបានន័យថាជាកន្លែងដែលព្រះអង្គធ្លាប់គង់នៅបដិបត្តិធម៌អាមុននៅកន្លែងហ្នឹងតែមិនមែនអាស្រមធំទេគឺអាស្រមតូចជាប់ជាមួយនឹងស្ពានតែម្ដងបើខ្ញុំហោះចេញមកអញ្ចេះមកបងប្អូននឹងឃើញអំពីទិដ្ឋភាពដ៏ស្រស់ស្អាតពេលភ្លៀងហើយណាអញ្ចឹងហោះថយក្រោយមកគឺស្អាតមែនតែម្ដងបាទផ្តិតរូបភាពមួយនេះជឿជាក់ថាពេញភ្នែកតែម្ដងអញ្ចឹងនេះគឺជាអាស្រមនេះខ្ញុំតវគ្គបន្តិចកន្លែងអាស្រមព្រះអង្គគឺតូចមួយខាងក្នុងនោះដែលព្រះអង្គធ្លាប់បដិបត្តិហ្នឹងនៅពេលដែលមានពុទ្ធបរិស័ទយើងគាត់អញ្ជើញមកច្រើនអញ្ចឹងទៅកន្លែងនេះក៏ព្រះអង្គលែងមកគង់អាស្រ័យនៅទៀតបាទដូរទីតាំងនៅដោយសារតែមានពុទ្ធបរិស័ទអញ្ជើញមកច្រើនហើយក៏ពុទ្ធបរិស័ទយើងក៏ស្នើសុំចង់ឲ្យអភិរក្សថែរក្សានៅកញ្ចុះមួយហ្នឹងអាស្រមមួយហ្នឹងណាបាទពេលពីច្រើនយើងហៅថាអាស្រមអភិរក្សអាស្រមមួយហ្នឹងឲ្យបានល្អហើយដូចជាការរំពឹងទឹកនឹងការចង់បានមែនគឺគណៈកម្មការបានរៀបចំជាកន្លែងទុកអញ្ចឹងទៅមានអាស្រមធំក្របពីលើហើយធ្វើលបងកុំឲ្យពុកម៉ែបងប្អូនយើងទៅឆ្កេះឆ្កាយអញ្ចឹងទៅបាទមានពុកម៉ែបងប្អូនខ្លះក៏គាត់ទាញលិចទាញការទៅខូចត្រង់ទ្រាយដើមដូច្នេះហើយធ្វើលបងហើយដាំផ្កាដាំអីយ៉ាងស្រស់ស្អាតតែម្ដងពុកម៉ែបងប្អូនយើងគាត់ពេញចិត្តពេញថ្លើមណាស់នៅពេលដែលបានធ្វើបែបនេះអញ្ចឹងនៅពេលដែលมันមានវត្តមានព្រះអង្គនៅឯវត្តទេពុកម៉ែបងប្អូនក៏តែងតែមកទីតាំងកន្លែងនេះអង្គុយមើលឬក៏ផ្ដិតរូបភាពវីដេអូអីផ្សេងទុកជាអនុស្សាវរីយ៍អញ្ចឹងទៅបាទបើទោះជាព្រះអង្គមិនបានគង់នៅក៏បាទយាយតាគាត់អញ្ជើញមកទស្សនាដែរកន្លែងនេះគឺជារោងតម្កល់ព្រះពុទ្ធរូបបាទពាក្យច្រើនពុកម៉ែបងប្អូនថាប្រាសាទតម្កល់ព្រះពុទ្ធរូបនៅកន្លែងនេះគឺមាន2បាទខាងឆ្វេងមួយខាងស្ដាំមួយចំពោះព្រះពុទ្ធរូបមានពណ៌ខ្មៅហើយមានតែមួយអង្គទេប្រាសាទមួយហ្នឹងគឺដាក់ព្រះពុទ្ធរូបតែមួយអង្គតែប៉ុណ្ណោះបងប្អូនយាយតាអរគ្នាហើយប្រាសាទនេះមានរូបរាងស្អាតណាស់ជាមួយខ្ញុំថតថយក្រោយបាទខ្ញុំអូសដ្រូនថយក្រោយមួយឲ្យពុកម៉ែបងប្អូនបានឃើញថាតើទិដ្ឋភាពរបស់ប្រាសាទនេះស្អាតយ៉ាងម៉េចបាទអញ្ចឹងខ្ញុំហោះថយក្រោយចេះមកបាទគឺមានពណ៌ទឹកមាសប៉ុន្តែដោយសារតែមេឃភ្លៀងហើយអញ្ចឹងរាងស្អាប់បន្តិចបើសិនជាពេលថ្ងៃចាំងពលឺច្បាស់វិញណាកន្លែងហ្នឹងគឺចែងចាំងល្អមែនតែម្ដងបាទស្រស់ស្អាតណាអញ្ចឹងខ្ញុំហោះឡើងមួយអញ្ចេះ
ឥឡូវខ្ញុំនាំមកពុកម៉ែបងប្អូនយាយតាទៅមើលឲ្យចុងកោះម្ដងទៀតព្រោះមិញហ្នឹងយើងហោះមកគឺមេឃអត់តាន់ភ្លៀងឥឡូវនេះខ្ញុំបង្ហាញអំពីមេឃភ្លៀងបាទទស្សនវិជ្ជាពេលមេឃភ្លៀងចែវាខុសគ្នាពីពេលមេឃដែលមិនតាន់ភ្លៀងបងប្អូននេះបាទគឺផ្លូវកស៊ូអីហ្នឹងគឺបដូរពណ៌បាទពេលមេឃភ្លៀងហើយអញ្ចឹងទៅគឺថាស្រឡះស្អាតមែនទែនហើយស្មើនេះគឺយើងដើរទៅតិចតិជុំសុខដុមរមនាមែនទែនតែម្ដងនេះប្រពុតមួយព្រះអង្គដែលព្រះអង្គប្រសូតលើកម្រាមដៃមួយឡើងហើយផ្លូវចដើរឡើងទៅគឺមួយអញ្ចឹងពេលដែលខ្ញុំហោះថយក្រោយនិងហោះទៅមុខបាទស្អាតម្យ៉ាងម្នាក់ខុសគ្នាបាទនេះអូស្អាតណាស់ប្រពុត8ព្រះអង្គលាបពណ៌ទឹកមាសយ៉ាងក្រហមឆ្អិនឆ្អៅតែម្ដងនៅទីតាំងខាងក្រោយណាអញ្ចឹងវីដេអូនេះខ្ញុំបិទបញ្ចប់ប៉ុណ្ណឹងទៅចោះជូនពរពុកម៉ែបងប្អូនយាយតាដែលតាមដានទស្សនាវីដេអូនេះជួបតែក្តីសុខក្តីចម្រើនជោគជ័យគ្រប់ពេលវេលាកុំភ្លេច Subscribe Channel YouTube ទីប្រឹក្សាប្រអិនម្នាក់មួយ